សួស្តីអ្នកទាំងអស់គ្នាកាលពីវីដេអូមុនខ្ញុំបានទៅលេងហាងបង BT Erika ហើយក៏បាននាំយកនៅសម្ភារៈមួយចំនួនហើយនៅក្នុងវីដេអូនេះដែរខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាពីការផ្ដល់ចំណីឲ្យត្រី7ពណ៌ជាមួយនឹងសម្ភារៈដែលបានយកមកពីហាងរបស់គាត់តែហេតុអ្វីបានជាខ្ញុំចូលចិត្តប្រើអតិមីអាមេរិកជាងអតិមីផ្សេងចម្លើយនោះគឺទី1ទាក់ទងទៅនឹងគុណភាពចាប់តាំងពីខ្ញុំប្រើប្រាស់វារហូតដល់ឥឡូវនេះគឺមិនទាន់បានជួបបញ្ហាម្ដងឡើយសំខាន់បងប្អូនទុកវានៅក្នុងទូទឹកកកដើម្បីរក្សាវាបានយូរទី2វាអាចរស់នៅបានយូរជាងអតិមីធម្មតាហើយរូបរាងរបស់វាតូចជាងដែលងាយស្រួលសម្រាប់ឲ្យកូនត្រីដែលទើបកើតស៊ីបានហើយសម្រាប់ការភ្ញាស់វាដូចទៅនឹងអាទីមីធម្មតាដែរដោយយើងប្រើទឹកដាក់អំបិលឲ្យច្រើនទៅជាមួយនឹងអុកស៊ីសែនទុករយៈពេលពី1ថ្ងៃទៅ2ថ្ងៃដើម្បីឲ្យវាញាស់អស់ហើយយើងធ្វើការលាងសម្អាតវាដោយទឹកសាបព្រោះអាទីមីវាមានជាតិប្រៃខ្លាំងដោយសារតែយើងបានដាក់ភ្ញាស់រយៈពេលពី1ថ្ងៃទៅ2ថ្ងៃនេះវាធ្វើឲ្យអាទីមីនឹងប្រៃបាទកាលពីមុនខ្ញុំប្រើមួយនេះសម្រាប់បូមដាក់ចំណីឲ្យត្រីឥឡូវខ្ញុំបានដូរយកមកប្រើអាធំមួយវិញដោយសារតែវាចំណេញពេលវេលាច្រើនក្នុងការដាក់ចំណីពីមុនខ្ញុំត្រូវការបូម2ទៅ3ដងសម្រាប់កៅមួយតែឥឡូវនេះខ្ញុំបូមវាតែម្ដងទេក្នុងការដាក់ចំណីឲ្យវាសម្រាប់កៅមួយគឺវាគ្រប់គ្រាន់ហើយទី2យើងអាចយកវាទៅជំនួសក្នុងការបូមទឹកដីបានទី3វាមិនងាយខូចឬបែកដូចប្រដាប់បូមចំណីតូចៗឡើយបាទចំពោះការផ្ដល់ចំណីឲ្យត្រី7ពណ៌ប្រសិនបើបងប្អូនមានពេលវេលាអាចដាក់ឲ្យវាស៊ីក្នុងមួយថ្ងៃ2ដងហើយផ្លាស់ប្ដូរទឹកជារៀងរាល់សប្តាហ៍ល្អដល់សុខភាពត្រីហើយបើសិនបើបងប្អូនបន្ថែមនៅចំណីស្រស់រឹតតែល្អមិនថាចែកទឹកដង្កូវទឹកចិញ្ចែងកកសុទ្ធតែជារបស់ល្អសម្រាប់ត្រី7ពណ៌វាជួយឲ្យត្រីឆាប់ធំពណ៌ល្អមិនងាយឈឺដូចគ្នាសម្រាប់បងប្អូនដែលត្រូវការអាទីមីរបស់អាមេរិកឬអាទីមីផ្សេងៗជាមួយនឹងសម្ភារៈក្នុងការចិញ្ចឹមត្រីបងប្អូនអាចរកបាននៅហាង BT Erika បានបាទអរគុណអ្នកទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូមួយនេះកុំភ្លេចចុច like share comment ក្នុងវីដេអូដើម្បីទទួលបានវីដេអូថ្មីៗជួបគ្នានៅក្នុងវីដេអូក្រោយបាយបាយ